ឲ្យសត្រូវមានអន្តរាយអំពើបាទហើយដល់ពេលមុនអាគមពាក្យមុនបងជាមួយនឹងអាគមជាពាក្យសោកផ្សែករបស់ព្រះពុទ្ធសាសនាសម្រាប់សោកស្ដោះសោកឃ្លោកអូអញ្ចឹងខុសគ្នាបងអាខណ្ឌនេះគឺជារបស់ព្រហ្មញ្ញសាសនាយល់បងដល់តែមុនអាគមមានបងប្អូនច្រើនច្រឡំថាមុនអាគមអមអាននេះជារបស់ព្រហ្មញ្ញតែខ្ញុំសូមជម្រាបថាមិនមែនជារបស់ព្រហ្មញ្ញទេគឺជារបស់ពុទ្ធសាសនាអានេះគឺខ្ញុំថាអញ្ចឹងតែយ៉ាងដែរអ្នកអស់លោកខ្លះលោកថាពុទ្ធមានមុនអាគមឯណាតែមានតែស្រុកខ្មែរទេមានប្រទេសជិតខាងអាចនឹងចម្លងពីយើងបាទតែជាប់យើងដូចពួកខាងលិចពួកអីចឹងទៅហ្នឹងបាទមុនអាគមនេះគេហៅកាលពីសម័យពីដើមលោកមានពុទ្ធសាសនាមួយគេហៅពុទ្ធសាសនាសៃសាសឬក៏ពុទ្ធសាសនាមហាយាននៅក្នុងសិលាចារឹកគេដាក់ព្រះពុទ្ធអវលោកេតេស្វរៈគឺជាពុទ្ធពពោធិសត្វដែលមិនទាន់បានត្រាស់បាទហើយហេតុអីក៏ខ្ញុំលើកហេតុផលថាមុនអាគមនេះជារបស់ពុទ្ធសាសនាឥឡូវខ្ញុំសូមលើកឥឡូវឧទាហរណ៍ថាគាថាមួយនរាយក្រៃចាក់យើងសូត្រអ៊ីតិរាជាកតរាសាតិហង្ចតោរោថេណាងបិសរឡោបិចឹងទៅយើងសូត្រចឹងទៅប៉ុន្តែ僕ស្ដាប់ទៅអានេះមុនអាគមប៉ុន្តែលោកបែកចេញពីអតិពិសោអតិពិសោភគវីរហង្គសម្មាសម្ពុទ្ធោបជាចរណៈសម្បណ្ណោសុគតោលោកវិទូលោកបំបែកលោកកាត់បត់ដើមចេញកាត់បត់កណ្ដាលចេញកាត់បត់ចុងចេញបាទឥឡូវឧទាហរណ៍ថាបណ្ដោគាថានវហរគុណនវហរគុណឬមួយគុណរបស់ព្រះសម្មាសម្ពុទ្ធទាំង9ណាគេសូត្រអសាងវិសុលោអពុសតុភៈឥឡូវបងស្ដាប់ខ្លីណាតែបើសូត្រដោយវែងអប្រែថាព្រះអរហង្គវាមានវែងតជាងនឹងទៀតបងជាថាជាខ្លាចវាមួយបាទលក្ខណៈថាឥឡូវឧទាហរណ៍ថាយើងចង់និយាយពីអីមួយតែយើងនិយាយកាត់ឲ្យខ្លីហ្នឹងហើយបាទដូចជាមុនអាគមហ្នឹងបុរាណលោកកាត់បត់ដើមបត់ចុងចេញចឹងទៅប៉ុន្តែអ្នកខ្លះសងៃយល់ថាជារបស់ព្រហ្មញ្ញខ្ញុំនៅតែបញ្ជាក់ចឹងថាវាជារបស់ពុទ្ធសាសនាទេតែខ្មែរយើងពីដើមកាលពីព្រហ្មញ្ញមិនទាន់ហៅចូលបងចង់ឃើញគេឡើងនិមិត្តឡើងរ៉ាក់ចេះហ្នឹងហើយបាទអានេះជាទំនៀមខ្មែរមួយអស្ចារ្យបងកាលពីពុទ្ធសាសនាមិនទាន់ហៅចូលព្រហ្មញ្ញសាសនាក៏មិនទាន់ហៅចូលខ្មែរយើងពីដើមមានសាសនាមួយផ្ទាល់ខ្លួនសាសនាហៅសាសនាជីអូញ៉ាំដែលលើបងសាសនាហ្នឹងគេគោរពព្រលឹងដូនតាខ្លួនឯងអូតែពិធីលៀងអារក្សនេះមានតាំងពីយូរជាមកហើយបងតាំងពីមុនអង្គរមកមិនយើងថ្មីមកបាទសាសនាជីហ្នឹងគោរពជីដូនជីតាខ្លួនឯងគោរពព្រលឹងពុព្វបុរសខ្លួនឯងបាទអានេះខ្ញុំបញ្យល់ឲ្យដាច់ចែកយើងមុនអាគមហ្នឹងហើយបងបាទសូមតបជាមួយបងប្រុសនិយាយអំពីសាសនាជីជាសាសនាដើមរបស់ខ្មែរនិយាយអំពីមុនអាគមគឺជារបស់ព្រះពុទ្ធសាសនាហើយនិយាយអំពីសាសនាសីយសាសជាសាសនារបស់ព្រះពុទ្ធមហាយានបើខ្ញុំមិននិយាយខ្ញុំជឿថាបងប្អូនជាច្រើននឹងពង្វេងដោយសារបងប្រុសម្នាក់នេះបាទខ្ញុំសូមបញ្យល់អំពីសាសនាដើមរបស់ខ្មែរសាសនាដើមរបស់ខ្មែរឈ្មោះថាសាសនាជីនេះតើមានប្រវត្តិតាំងពីណាមកសាសនាជីរបស់ខ្មែរមានតាំងពីក្នុងសម័យហៅថាពុរេប្រវត្តិតាំងពីមិនទាន់មានចរិតអសរនៅក្នុងសម័យចាប់ផ្ដើមគេហៅថាសម័យយុគថ្មបំបែកគឺប្រហែលជា40000ទៅ50000ឆ្នាំមុននៃគ្រិស្តសករាជកាលនោះខ្មែរយើងបានរស់នៅអាស្រ័យរូងភ្នំជាទីស្នាក់អាស្រ័យបាទហើយដោយសារតែមិនទាន់ស្គាល់បច្ចេកវិទ្យាគឺពេលដែលមានផ្គរពេលដែលមានព្យុះពេលដែលមានរន្ទះពេលដែលមានគ្រោះទឹកជំនន់ពេលដែលមានរោគរាតត្បាតជាច្រើនក៏បានគិតថានោះគឺជាកម្លាំងនៃមហាព្រលឹងចក្រវាលក៏មានការបន់ស្រន់ដើម្បីសុំសេចក្តីសុខនេះគឺដំណាក់កាលចាប់ផ្ដើមហៅថាសម័យយុគថ្មបំបែកសម័យក្រោយមកទៀតគេហៅថាសម័យអភិវឌ្ឍឬក៏ហៅថាយុគលោហៈប្រហែលជា2000ឆ្នាំជាងមុនគ្រិស្តសករាជមនុស្សនាំគ្នាចាប់ផ្ដើមដាំដុះដំណាំផ្សេងហើយចិញ្ចឹមសត្វសាសនាមហាព្រលឹងក៏បានរៀបចំជារចនាសម្ព័ន្ធបានត្រឹមត្រូវច្បាស់លាស់ផ្សារភ្ជាប់ជាមួយនឹងធម្មជាតិគ្រប់ដំណាំទាំងអស់គេយល់ថាសុទ្ធតែមានព្រលឹងដូចជាស្រូវគេគោរពព្រលឹងស្រូវបាទដូចជាទឹកគេហៅថាប្រម៉ែគង្គាដូចជាដីគេហៅថាប្រម៉ែធរណីអញ្ចឹងអាការគោរពណាប្រម៉ែគង្គាប្រម៉ែធរណីគឺមានតាំងពីជំនាន់នោះមកហើយដោយសារតែគេយល់ថាទាំងរុក្ខជាតិទាំងមនុស្សដែលស្លាប់ទៅគឺនៅមានព្រលឹងជាប់នឹងហើយបានពេលដែលមនុស្សស្លាប់គឺគេតែងតែកប់របស់ទៅជាមួយដោយបងប្អូនធ្លាប់ឃើញជនជាតិភាគតិចបាទពេលដែលស្លាប់ទៅគឺគាត់កប់ម៉ូតូឬក៏កប់របស់របរសម្ភារៈទៅជាមួយនឹងគឺដំណរសាសនាពីមុនមកនឹងឯងសម័យក្រោយមកទៀតគេហៅថាសម័យរលាយចូលគ្នានៅក្នុងសតវត្សទី1នៃគ្រិស្តសករាជមានពាណិជ្ជរបស់ជនជាតិឥណ្ឌាក៏បានធ្វើជំនួញមកប្រទេសកម្ពុជាក៏ពំនាំនៅព្រហ្មញ្ញសាសនាឬក៏ហៅថាសាសនាហិណ្ឌូចូលមកប្រទេសកម្ពុជាដែលនៅក្នុងសម័យនគរភ្នំព្រះនាងលាវយីនឹងបាទដែលបងប្អូនធ្លាប់មើលរឿងប្រថោងតោងស្បៃនាងនាគនោះណាបាទប្រថោងហ្នឹងគឺបានដល់
ឈ្មោះពាណិជ្ជករម្នាក់នោះឯងហើយព្រះថោងនាងនាគហ្នឹងគឺព្រះនាងលាវយីហ្នឹងហើយកាលនោះដោយសារតែស្វាមីរបស់ព្រះនាងលាវយីគឺមានសិទ្ធិមានអំណាចហើយជឿទៅលើព្រហ្មញ្ញសាសនាក៏បានយកសាសនាព្រហ្មញ្ញកាលនោះចូលជាសាសនារបស់រដ្ឋនេះជាដំណើរដើមតងនៃសាសនាដែលប្រជាជនខ្មែរយើងតាំងពីដើមមកបានកាន់មកតាំងពីសាសនាជីតាមពិតសាសនាជីនេះមកពីសាសនាជីវចលបាទដែលខាងអន្តរជាតិគេហៅថាសាសនាជីវចលគឺជាសាសនាចល័តបាទហើយសាសនាហ្នឹងគឺគេជឿទៅលើព្រលឹងនឹងឯងហើយឬក៏ហៅថាសាសនាមហាព្រលឹងឬក៏គេនិយាយមួយទៀតគេហៅថាសាសនាជីហ្នឹងមកពាក្យថាជីដូនជីតាបាទអញ្ចឹងគឺបងប្អូនទាំងអស់គ្នាយល់ថាសាសនាដើមរបស់យើងគឺសាសនាជីនៅក្នុងសតវត្សទី1បានសាសនាព្រហ្មញ្ញចូលណាយើងក៏កាន់សាសនាព្រហ្មញ្ញសាសនាហិណ្ឌូហ្នឹងបាទអញ្ចឹងយើងបានពីរចូលគ្នាអញ្ចឹងទោះបីជាសាសនាហិណ្ឌូចូលឬក៏ថាព្រហ្មញ្ញចូលហ្នឹងក៏នៅមានសាសនាជីដែរអត់បាត់ទេហើយព្រះពុទ្ធសាសនាបានផ្សព្វផ្សាយមកដល់ដែនដីសុវណ្ណភូមិបាទដែនដីសុវណ្ណភូមិមានប្រទេសកម្ពុជាយើងដែរហ្នឹងនៅក្នុងសតវត្សទី3បាទនៅក្នុងសតវត្សទី3មុនគ្រិស្តសករាជប្រហែលជា260ឆ្នាំបាទហើយដោយកាលនោះគឺមានព្រះថេរៈ2អង្គគឺព្រះសោណថេរនិងព្រះឧត្តរថេរដែលជារាជទូតតំណាងការផ្សព្វផ្សាយរបស់ព្រះធម្មមេសោកឬក៏ព្រះអសោករាជដែលជាព្រះរាជាមានសេចក្តីជ្រះថ្លាខ្លាំងចំណុចនោះនៅប្រទេសឥណ្ឌាបាទហើយសាសនាពុទ្ធចូលជាសាសនារបស់រដ្ឋនៅក្នុងរាជប្របាទជេរម៉ាន់ទី7ហើយកាលនោះជាសាសនាពុទ្ធមហាយានទេដោយទ្រង់បានលះបង់នៅហៅថាសាសនាទេវរាជគឺសាសនាមហាព្រលឹងនិងព្រហ្មញ្ញសាសនាចោលក៏បានកាន់យកសាសនាពុទ្ធមហាយានរហូតដល់នៅក្នុងចុងសតវត្សទី13បាទនៅក្នុងរាជព្រះបាទឥន្ទ្រវរ្ម័នទី3ក៏បានដាក់បញ្ចូលសាសនាព្រះពុទ្ធថេរវាទគឺជាសាសនារបស់រដ្ឋក៏បានលះចោលនៅសាសនាព្រះពុទ្ធមហាយានបាទខ្ញុំសូមបញ្ជាក់តិចកន្លែងនេះគឺសាសនាព្រះពុទ្ធបែកចេញជានិកាយជាច្រើនប៉ុន្តែនិកាយធំមាន2គឺមហាយានហើយនិងថេរវាទឬក៏កាលនោះគេហៅថាហេនយាននៅក្នុងការសង្កេតនាលើកទី2បាទនៅក្នុងការសង្កេតនាលើកទី2នោះហើយជាការបែកខ្ញែកមានមនុស្សភាគច្រើនគឺគេកែច្បាប់វិន័យខ្លះដូចជាថ្ងៃជ្រេអីបន្តិចក៏អាចឆាន់បាយបានអញ្ចឹងគឺមានចំនួនច្រើនគេកាន់យកតាមការយល់ហៅថាអាចារ្យវិទ្យនិងអាចារ្យវិទ្យគឺកាន់យកទៅតាមការចាត់ចែងរបស់អាចារ្យបាទប៉ុន្តែមានចំនួនតិចមកកាន់ថេរវាទដដែលហ្នឹងគេហៅថាហេនយានហើយអ្នកប្រែថោកទៀតប៉ុន្តែក្នុងន័យនេះគេហៅថាយានតូចបាទប៉ុន្តែយើងមិនទទួលស្គាល់ថាជាហេនយានទេយើងនិយាយថាគឺជាថេរវាទវិញមហាយានហើយនិងថេរវាទអញ្ចឹងបែកខ្ញែកគ្នានៅក្នុងការសង្កេតនាលើកទី2នៅក្នុងរាជព្រះបាទឥន្ទ្រវរ្ម័នបានដាក់ចូលសាសនាពុទ្ធថេរវាទយើងរាល់ថ្ងៃនេះបាទចូលជាសាសនារបស់រដ្ឋនៅក្នុងចុងសតវត្សទី13បាទអញ្ចឹងខ្ញុំបង្ហាញត្រួសពាក់ព័ន្ធនឹងសាសនាដែលមានស្រុកខ្មែរត្រឹមនេះឥឡូវងាកមកសាសនាសីយសាសដែលគាត់និយាយថាជាសាសនារបស់ព្រះពុទ្ធមហាយានគឺយល់ច្រឡំហើយសាសនាមហាយានគឺបានបែកចេញជានិកាយមួយឈ្មោះថាវជ្រយានដែលវជ្រយានសប្តាហ៍នេះគឺមានប្រមាណ20លានអ្នកជាអ្នកកាន់នៅខាងទី3ចំណែកសាសនាសីយសាសគឺជាសាសនាដែលបែកចេញពីព្រហ្មញ្ញសាសនាដែលចេញពីគម្ពីរអដ្ឋថ្វវាទដែលជាគម្ពីរទី4នៃព្រហ្មញ្ញសាសនាដែលព្រហ្មញ្ញសាសនាគេគោរពទៅលើអតិទេពធំទាំង3គេហៅថាត្រីមរតិបានដល់ការគោរពព្រះព្រហ្មដែលជាអ្នកបង្កើតព្រះវិស្ណុជាអ្នកការពារព្រះសិវៈឬក៏ព្រះឥសូរគឺជាអ្នកបំផ្លាញហើយសម័យនោះគេហៅថាលទ្ធិទេវរាជដូច្នេះបងប្អូនច្បាស់ហើយសាសនាសីយសាសគឺជាសាសនាដែលចេញពីព្រហ្មញ្ញសាសនានឹងឯងនេះគឺពាក់ព័ន្ធជាមួយនឹងសាសនាសីយសាសងាកមកពាក់ព័ន្ធជាមួយនឹងមន្តអាគមបាទដែលថាជាមន្តអាគមរបស់ពុទ្ធសាសនាគឺខុសហើយដែលមន្តអាគមនេះគឺកើតចេញពីសាសនាសីយសាសហ្នឹងហើយសួរថាសាសនាសីយសាសគឺនិយាយពីអីសាសនាសីយសាសគឺគេជឿទៅលើមន្តអាគមអាបធ្មប់នឹងឯងបាទនេះគឺជាសាសនាសីយសាសដូច្នេះហើយបានគាត់ច្រឡំកន្លែងហ្នឹងហើយសួរថាហេតុអីបានជាមានពាក្យបាលីណាមានអតិពេសោឬក៏អីដែលដូចគាត់សូត្រហ្នឹងគឺដោយសារតែខ្មែរយើងពីដំបូងឡើយមិនកាន់សាសនាព្រលឹងណាឬក៏ហៅថាសាសនាជីហ្នឹងមកកាន់សាសនាព្រហ្មញ្ញនេះកាន់សាសនាព្រហ្មញ្ញគឺសាសនាសីយសាសនេះបាទហើយបន្តមកមិនកាន់សាសនាព្រះពុទ្ធអញ្ចឹងអ្នកដែលរៀនគម្ពីរទាំងអស់ហ្នឹងគឺមិនចូលគ្នាច្បិចយកពុទ្ធគុណធម្មគុណអីជាដើមហ្នឹងយកទៅចូលនៅក្នុងភាសាសូត្រដាស់មន្តអាគមហ្នឹងអញ្ចឹងគឺអ្នកខូចទេដែលច្បិចយកគាថាព្រះអង្គយកទៅដាក់នោះដើម្បីបោកបញ្ឆោតពុទ្ធបរិស័ទណាដល់ពេលយកមានពាក្យអ្នកមោពុទ្ធាយៈអីជាដើមយកទៅដាក់នៅក្នុងហ្នឹងធ្វើឲ្យអ្នកកាន់ប្រពុតនេះអូនេះធម៌ព្រះយល់ថានេះជារបស់ព្រះពុទ្ធដូច្នេះចាប់ពីថ្ងៃនេះទៅបងប្អូនជាពុទ្ធបរិស័ទឈប់យល់ច្រឡំគឺច្បិចយកពុទ្ធគុណឬក៏តាក់ទងជាមួយនឹងបារមីព្រះអង្គសំអីយកទៅដាក់បាទលាយឡំជាមួយនឹងហៅថាមុនគាថារបស់ពួកព្រហ្មញ្ញ
ចឹងបជាអាចច្បាស់ណាប្រពុតអត់មានមន្តអាគមទេគឺអញ្ចឹងគេច្បាច់យកពាក្យប្រពុតទាំងអស់នឹងយកទៅដាក់នៅលើយ័ន្តដាក់នៅលើអីផ្សេងៗដោយយល់ថានេះជារបស់ពុទ្ធសាសនាគឺយល់ខុសហើយកាលពីក្មេងក៏ខ្ញុំយល់អញ្ចឹងដែរថាទាំងអស់នោះគឺជាមន្តវិជាការរបស់ខ្មែរពីព្រោះឃើញអ្នកម៉ូពុទ្ធិយៈឬក៏ស្អីស្អីអ្នកអ៊ុអីផ្សេងៗបងប្អូនឃើញហើយគឺជាភាសាបាលីតាមពិតមិនមែនជារបស់ពុទ្ធទេគឺអ្នកដែលរៀនបែកទៅកាន់សាសនាផ្សេងនោះក៏ច្បាច់យកទៅដោយសប្ងៃក៏មានដែរបងប្អូនណាអ្នកបួសរៀនកាន់សាសនាពុទ្ធនេះដល់ពេលចូលទៅកាន់សាសនាផ្សេងទៅអប់រំនោះគឺយកទ្រឹស្ដីពុទ្ធយកទៅប្រើអាហ្នឹងគឺបែបហ្នឹងឯងណាដូច្នេះសូមបងប្អូនអរគ្នាជប់យកច្រឡំខ្ញុំសូមចូលរួមខ្លីៗប៉ុណ្នេះសម្រាប់ជាចំណេះដឹងដល់បងប្អូនជាពុទ្ធបរិស័ទទាំងអស់គ្នាបាទសូមអរគុណ